មកអ្នកទាំងអស់គ្នាមកញ៉ាំ breakfast មួយខ្ញុំអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់ជីវិតបែបហ្នឹងនៅខ្ញុំកំពុងតែឆ្លងកាត់ហើយតាមពិតជីវិតបែបហ្នឹងមួយយ៉ាងដែរតែអ្នកទាំងអស់គ្នាផឹកឡើងយើងធ្វើអាហារញ៉ាំខ្លួនឯងហើយការធ្វើរបស់យើងហ្នឹងក៏ល្អដែរយើងជ្រើសរើសអាហារណាដែលជួយសុខភាពហើយអាហារណាដែលយើងចូលចិត្តអ្នកទាំងអស់គ្នាដូចខ្ញុំអត់ជារឿងមកផឹកគឺខ្ញុំញ៉ាំតែនំប៉័ងឯងប៉ុន្តែគាត់ថានំប៉័ងខ្ញុំធ្វើបានច្រើនប្រភេទយើងអាចធ្វើជានំប៉័ងគៀបក៏បាននំប៉័ងអូម៉្លេតក៏បាននំប៉័ងសាន់វិចក៏បានយើងធ្វើជាប្រភេទ burger ក៏បានដែរសំខាន់នំប៉័ងបើសិនជាមានកាហ្វេមួយកែវទៀតអត់តែល្អដោយសារបើសិនយើងញ៉ាំតែនំប៉័ងអត់មានកាហ្វេគឺអត់ឆ្ងាញ់ទេចូលដល់វ័យប៉ុណ្ណេះហ่าនិយាយរួមទៅអីគេក៏នៅផ្ទះដែរសំខាន់បើសិនជាយើងចូលចិត្តនៅផ្ទះរួចត្រូវតែផ្ទះយើងរៀបចំបានស្អាតហើយរៀបចំដូចអ្វីដែលយើងចង់បានណាទីធ្លាផ្ទះมันសំខាន់ធំឬមួយក៏តូចទេសំខាន់លើការរៀបចំរបស់យើងហើយនឹងការមើលថែរបស់យើងបានគ្រប់គ្រាន់អត់ដូចខ្ញុំអញ្ចឹងខ្ញុំរៀបចំផ្ទះខ្ញុំខាងក្រោមខ្ញុំមានរបស់រស់ស៊ីខាងលើខ្ញុំរៀបចំកន្លែងស្នាក់នៅហើយខ្ញុំក៏ធ្វើសួនតិចតួចអញ្ចឹងណាប៉ុន្តែទីធ្លាខ្ញុំតូចទេទៅទាំង4ម៉ែត្របដោយដូចជា3-4ម៉ែត្រទេប៉ុន្តែខ្ញុំដាំដំណាំដាំដើមឈើដាំដើមផ្កាអីសឹងថាខ្សោះហ្មងសូម្បីតែជាងក៏អត់លើកលែងដែរកន្លែងមិនថាធំតូចឲ្យតែកន្លែងដែលយើងគិតថាយើងស្នាក់នៅតែងតែស្នាក់នៅអញ្ចឹងយើងគួរតែធ្វើឲ្យស្អាតដើម្បីតាក់ទាញគេហៅថាតាក់ទាញអារម្មណ៍តាក់ទាញចិត្តយើងឲ្យចង់នៅពីមុនយើងនៅក្មេងយើងចេះតែចង់ដើរទៅក្រៅមើលគេមើលឯងអញ្ចឹងណាដល់ពេលចូលដល់វ័យនេះបើនិយាយទៅបើដើរក៏សឹងតែដើរអស់ដែរម្ល៉េះហើយឥឡូវអត់សូវចូលចិត្តទៅក្រៅម៉ានទេចូលចិត្តនៅផ្ទះដោយសារយើងនៅផ្ទះវាស្រួលខ្លួនផងយើងអត់សូវពិបាកហើយណាមួយយើងមានកន្លែងមានផ្កាមានដំណាំអីចឹងទៅធ្វើយើងមានអារម្មណ៍ថាសប្បាយចិត្តហើយសុវត្ថិភាព I saw a cloud